ហេតុអ្វីការបង្កាត់ដោយសម្បត្តិមិត្តតែងតែជាជំរឿនដំបូងសម្រាប់បងៗដែលចិញ្ចឹមមេយូកូនតោះមកដឹង4ចំណុចនេះទាំងអស់គ្នាចំណុចទី1ជ្រើសរើសពូជបានល្អយើងអាចធ្វើការជ្រើសរើសទឹកស្ពាមពីជ្រូកឈ្មោលពូជល្អបានដើម្បីបង្កាត់មេបារបស់យើងដូច្នេះយើងអាចធ្វើការជ្រើសរើសលក្ខណៈពូជដែលយើងចង់បានសម្រាប់កូនចំនួនក្រោយចំណុចទី2មិនចាំបាច់ចិញ្ចឹមឈ្មោលមិនចាំបាច់ធ្វើការចិញ្ចឹមជ្រូកឈ្មោលដោយផ្ទាល់សម្រាប់បង្កាត់នោះទេយើងអាចប្រើប្រាស់ទឹកស្ពាមដែលមានគុណភាពដើម្បីយកមកបង្កាត់ក៏បានដែរដូច្នេះវាជួយកាត់បន្ថយការចំណាយក៏ដូចជាការថែទាំទៅលើជ្រូកឈ្មោលផងដែរចំណុចទី3ជួយកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺមិនចាំបាច់នាំជ្រូកឈ្មោលចូលទៅក្នុងហ្វូងជ្រូកប្រសិនបើទឹកស្ពាមមានប្រភពល្អនិងអនាម័យត្រឹមត្រូវវាអាចជួយកាត់បន្ថយហានិភ័យនៃការនាំជំងឺចូលទៅក្នុងទ្រុងរបស់យើងនិងចំណុចទី4គឺងាយគ្រប់គ្រងពូជដែលយើងអាចដឹងច្បាស់ថាមានជ្រូកមួយណាដែលបានបង្កាត់ជាមួយនឹងពូជឈ្មោលមួយណាដែលវាផ្ដល់ភាពងាយស្រួលនៅក្នុងការគ្រប់គ្រងក៏ដូចជាចង់កែលម្អពូជរបស់យើងនៅក្នុងកសិដ្ឋានឲ្យកាន់តែមានភាពងាយស្រួលផងដែរហេតុផលទាំងនេះហើយដែលការបង្កាត់ដោយសម្បត្តិមិត្តតែងតែជាជម្រើសដំបូងសម្រាប់បងៗដែលចិញ្ចឹមមេយូកូនគួរតែពិចារណាបើគិតថាវីដេអូនេះមានប្រយោជន៍ follow មួយ